ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីសម្លឆ្អឹងជ្រូកដំឡូងបារាំងចាជាបងគឺយើងដាក់ម្សៅត្រាំឆ្អឹងជ្រូកយើងជាមួយនឹងម្សៅឆាទុករយៈពេល1ម៉ោងហើយយើងស្រង់វាប្រោះទឹកក្តៅរួចលាងទឹកឲ្យស្អាតរួចហើយយើងចាប់តាមស្ងោរម្ដងវាដែលនៅក្នុងត្រាស្ងោរវាមួយស្លាបព្រាចាយើងស្ងោរឆ្អឹងជ្រូកនោះរយៈពេល1ម៉ោង30នាទីចារួចហើយនេះខ្ញុំមកកាត់ស្ពៃឲ្យរឿងជាកំតូចចាត្រាំទេគាត់2ស្លាបព្រាទឹកចិញ្ច្រាំ1ស្លាបព្រាទឹកម្ទេសខាប់អកូរ៉េ1ស្លាបព្រានិងសៀងអកូរ៉េ2ស្លាបព្រាចាយើងច្របល់វាឲ្យស្បត់ទៅមកយើងទុកវាមួយឡែកចាឃើញថាឆ្អឹងជ្រូកយើងហុយល្អហើយនឹងខ្ញុំចាក់ស្ពៃដែលបានច្របល់គ្រឿងចូលចារំងវារយៈពេល40នាទីទៀតចាបងពេលហ្នឹងគឺយើងមកហាន់ខ្សែនេះគឺជាតូចចាវាឲ្យស្រូបដំហូងចាយើងកាត់ពី2ចឹងមកចារួចយើងអានវាជា2ទៀតរួចជាការស្អាតចាចូលជាតិសាច់ល្អហើយដាក់ដំហូងអត់នេះចំនួនតាមដំហូងដើម្បីឲ្យទឹកសម្បូរយើងហាប់ហើយវាមានក្លិនឈ្ងុយឆ្ងាញ់រួចដាក់បារាំងចូលចាយើងបិទកំពូលហើយយើងស្ងោរយើងរុំរបស់វាឲ្យទៅយើងអុយល្អគឺមិនចាំយើងបាននៅបានយើងចំណាយលុយតិច